តាអ្នកដឹងទេថាយុវជនកម្ពុជាជាង13%បានចាប់ផ្ដើមស្គាល់រសជាតិគ្រឿងស្រវឹងតាំងពីមុនអាយុ18ឆ្នាំមកម្ល៉េះនេះគឺជាសញ្ញាអាសន្នសម្រាប់សង្គមជាតិយើងខណៈដែលច្បាប់កំណត់អាយុផឹកស្រាជាផ្លូវការនៅមិនទាន់មាននៅឡើយស្វាគមន៍មកកាន់វីដេអូនេះដែលយើងនឹងជជែកអំពីបញ្ហាប្រឈមនិងផលប៉ះពាល់នៃការខ្វះការរឹតបន្តឹងអាយុនៅក្នុងក្លឹបរាត្រីនៅកម្ពុជាបច្ចុប្បន្នកម្ពុជានៅខ្វះខាតច្បាប់ច្បាស់លាស់ស្ដីពីការកំណត់អាយុសម្រាប់អ្នកប្រើប្រាស់គ្រឿងស្រវឹងឬការចូលក្លឹបរាត្រីទោះបីជាម្ចាស់អាជីវកម្មមួយចំនួនកំណត់អាយុ18ឬ21ឆ្នាំដោយខ្លួនឯងក៏ដោយប៉ុន្តែការត្រួតពិនិត្យពីអាជ្ញាធរនៅមានកម្រិតទាបបំផុតកត្តានេះហើយដែលធ្វើឲ្យយុវជនងាយស្រួលឈានជើងចូលក្នុងពិភពគ្រឿងស្រវឹងទាំងវ័យក្មេងយើងអាចសង្ខេបបង្ហាប្រឈមជា3ចំណុចធំៗទី1កង្វះច្បាប់គ្រប់គ្រងការលូកនិងការផ្សព្វផ្សាយគ្រឿងស្រវឹងធ្វើឡើងដោយសេរីបំផុតដែលជាការអូសទាញយុវវ័យដោយផ្ទាល់ទី2ការអនុវត្តខ្សោយបញ្ហាពុកនិងកង្វះធនធានត្រួតពិនិត្យធ្វើឲ្យការឆែកអត្តសញ្ញាណប័ណ្ណនៅតាមក្លឹបរាត្រីคล้ายជារឿងអត់ប្រយោជន៍ទី